បងប្អូនគ្នាឃើញវីដេអូនេះហើយ share និងចែករំលែកគ្នាម្នាក់មួយផងទុកគ្រាន់ជាការដាស់តឿនពាក់ព័ន្ធទៅនឹងការបញ្ហានៃការខូចក្រលៀនបងប្អូនដឹងថាគឺត្រូវតែលាងឈាមរៀងរាល់អាទិត្យហើយនេះគឺជាការចែករំលែកពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាអូនកាកាដែលគាត់បានបង្ហោះសារនៅថ្ងៃទី25ខែតុលាឆ្នាំ2025ឲ្យដឹងថាអាការៈនៃបញ្ហាខូចក្រលៀនមុននឹងឈានដល់ដំណាក់កាលនៃការលាងឈាមមានដូចជាអាការៈទី1ដូចជាឧស្សាហ៍អស់កម្លាំងដោយគ្មានមូលហេតុបាទមួយទៀតអាការៈទី2គឺនោមញឹកនោមទាស់នោមសល់មានក្លិនឡើងពពុះអាការៈទី3ឧស្សាហ៍ឈឺចង្កេះចុករុយបាទពេញខ្លួនតែម្ដងអាការៈទី4បាត់បង់នៅចំណង់អាហារអាការៈទី5ស្រកគីឡូខុសប្រក្រតីបាទទី6បាត់បង់គ្រាប់ឈាមបាទខ្លួនស្លេកស្លាំងទី7ក្រហាយបាត់ដៃបាត់ជើងទី8ឧស្សាហ៍ចង្កួតឈឺក្បាលវិលមុខទី9បាទហើមដៃហើមជើងភ្នែកមុខនឹងវាដោយទៅតាមសុខភាពយ៉ាងដែរទី10ពីពាក់ព័ន្ធទៅនឹងការពិបាកដកដង្ហើមទី11ទឹកដក់ក្នុងសួតទី12រមាស់ដៃជើងទី13គឺលើសសម្ពាធឈាមពី15ទៅ20អង្សាបងប្អូនគ្នានេះគឺជាករណីមួយដែលបងប្អូនគ្នាបង្កើននៅការប្រុងប្រយ័ត្នបានខ្ពស់អញ្ចឹងអាការៈទាំងនេះគឺបាទបងប្អូនយើងនរណាក៏ដូចនរណាដែរអត់ចង់លាងឈាមអត់ចង់លាងឈាមទេអញ្ចឹងអ្វីដែលបងប្អូនអាចកាត់បន្ថយបានគឺកាត់ទៅបើមិនចង់ដេកនៅលើក្រែហើយតែដេកនៅលើក្រែនេះគ្មាននរណាគេទៅមើលថែនិងព្យាបាលយើងហើយឬក៏ឈឺបាទជំនួសយើងទេទោះជាយើងមានលុយកម្រិតណាក៏ដោយនេះហើយគឺជាបញ្ហាមួយដែលយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់អញ្ចឹងនេះគឺជាសារដាស់តឿនមួយដែរសម្រាប់បងប្អូនអ្នកគ្នាកំពុងតែប្រព្រឹត្តនៅរឿងរ៉ាវមិនល្អ